តាំងកពីវណៈចំពោះ20ខ11 15ខ្ញុំក៏ឃើញបល្ល័ង្កសមួយយ៉ាងធំនឹងព្រះអង្គដែលគង់លើឯផែនដីនឹងផ្ទៃមេឃក៏រត់ពីចំពោះទ្រង់ចេញឥតឃើញមានកន្លែងណានៅទៀតឡើយនោះខ្ញុំឃើញមនុស្សស្លាប់ទាំងអ្នកធំទាំងអ្នកតូចគេឈរនៅចំពោះព្រះបញ្ជីក៏បានបើកឡើងហើយបញ្ជីមួយទៀតគឺជាបញ្ជីជីវិតបានបើកឡើងដែររួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះតាមអំពើដែលគេប្រព្រឹត្តរៀងខ្លួនឯមនុស្សឯសមុទ្រនោះបានប្រគល់ពួកមនុស្សស្លាប់ដែលនៅក្នុងទឹកមកវិញហើយសេចក្តីស្លាប់នឹងឋានឃុំព្រលឹងមនុស្សស្លាប់ក៏ប្រគល់ពួកមនុស្សស្លាប់ដែលនៅឯនោះមកវិញដែររួចគេត្រូវជំនុំជម្រះតាមអំពើដែលគេប្រព្រឹត្តរៀងខ្លួនចំណែកសេចក្តីស្លាប់និងឋានឃុំព្រលឹងមនុស្សស្លាប់នោះត្រូវបោះទៅក្នុងបឹងភ្លើងដែរនេះជាសេចក្តីស្លាប់ទី2បើអ្នកណាមានឈ្មោះកត់ក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងអរគុណព្រះអង្គនេះជាព្រឹត្តិការណ៍មួយអស្ចារ្យណាស់បងប្អូនយើងឃើញទិដ្ឋភាពនៅខាងលើនេះគឺផ្ទៃមេឃនិងផែនដីបានកន្លងបាត់ហើយមានពណ៌ខ្មៅតែនៅលើប្រទេសពណ៌ខ្មៅនោះមានអិនធនូហើយនៅមានបល្ល័ង្កព្រះអង្គដែលគង់នេះយើងឃើញថាអត់ឃើញប្រភពមានតែមានពន្លឺសពនិរន្តរ៍ស័យបែកចេញរស្មីយ៉ាងលឺថ្លាហើយខាងក្រោមនេះយើងឃើញមានពណ៌លឿងដូចជាពួកទេវតាគេទៅឈរជុំវិញទីនោះចន្លោះនោះមានមនុស្សម្នាក់ហើយទេវតាគេឈរនៅចំពោះព្រះបញ្ជីនិងមនុស្សជាច្រើនដែលនៅខាងមុខនេះរាប់លានរាប់សែនរាប់កោតគឺមិនលឹងតែប្រមាណដែលស្លាប់ទៅហើយនោះទាំងស្លាប់នៅក្នុងទឹកនៅលើគោកនិងលើអាកាសបកគោលមកឯព្រះអង្គឈរឲ្យព្រះអង្គបើកបញ្ជីឡើងអ្នកណាដែលគ្មានឈ្មោះក្នុងបញ្ជីជីវិតអ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងហើយដូច្នេះខ្ញុំសូមឲ្យបងប្អូនឆាប់ជឿដល់ព្រះគ្រីស្ទពីឥឡូវទៅដើម្បីយើងឲ្យជៀសផុតពីការជំនុំជម្រះដោយសច្ចរិតយុត្តិធម៌ពីព្រោះព្រះគ្រីស្ទសគត់ជំនឿបាបយើង3ថ្ងៃរស់ឡើងវិញព្រះអង្គសប្តិទេឲ្យយើងជឿព្រះអង្គពីឥឡូវដើម្បីឲ្យរួចពីបាបនិងពីការជំនុំជម្រះនេះឯងអាមែន